Đau hơi aiจะ đòm គួចចម្រើនអភិបាលខេត្តកណ្ដាលចោទសួរទៅលោកឈុនគុស្សាក់ពាក់ព័ន្ធនឹងការបង្ហោះរបស់លោកនៅលើបណ្ដាញសង្គមបែបនេះថាបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់ហើយលោកឈុនគុស្សាក់ដែលជាជំទប់ទី2នៅឃុំកំពង់ភ្លុកដែលមួយរយៈនេះគឺមានភាពល្បីល្បាញមែនទែនតែធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងមានការកោតសរសើរលោកជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងបញ្ហាការជួយដល់វិរៈកងទ័ពជួរមុខរបស់យើងក៏ដូចជានឹងបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងឃុំកំពង់ភ្លុករបស់លោកប៉ុន្តែការពីពេលថ្មីនេះគឺត្រូវនៅថ្ងៃទី1ខែកក្កដាឆ្នាំ2026ហ្នឹងបើយោងតាមគណនី page ផ្លូវការរបស់លោកឈុនគុស្សាក់ដែលជាជំទប់ទី2នៅខាងឃុំកំពង់ភ្លុកនោះលោកបានធ្វើការថត screen របស់ឯកឧត្តមអភិបាលខេត្តកណ្ដាលគឺឯកឧត្តមគូចម្រើនដែលលោកបានបង្ហោះសារដែលនៅក្នុងនោះក្នុងខ្លឹមសាររបស់ឯកឧត្តមគូចម្រើនគឺមានអត្ថន័យបែបនេះថាមានម្នាក់អាយុទើប14ឆ្នាំសោះក៏ចង់បានប្តីចិនដែរជាប់អន្តៈវៀតណាមនៅព្រំដែនចិនចំនួន6នាក់មិនដឹងថាតើបានប្តីឬបានទុកឬបានទោសនោះទេសូមលោកឪពុកអ្នកម្ដាយមេត្តាមើលថែកូនចៅផងជួយចិត្តប្រសើរជាងជួយឆ្ងាយនៅពេលដែលឯកឧត្តមអភិបាលខេត្តធ្វើការបង្ហោះនៅសំណេរបែបនេះរួមទាំងរូបភាពផងនោះស្រាប់តែលោកសាក់បានធ្វើការថត screen ហើយដាក់បង្ហោះនៅក្នុង page របស់លោកអមដោយសំណេរថាលោកអភិបាលខេត្តអើយមិនគិតរកប្រភពថាគាត់ជាជនរងគ្រោះឬគាត់ចាញ់បោកគេអត់លោកអើយមើលសម្ដីបន្ទាប់ពីមានការបង្ហោះសារបែបនេះមកស្រាប់តែនៅមុននេះបន្តិចគឺនៅថ្ងៃទី2ខែកក្កដាឆ្នាំ2026នេះយោងទៅតាម page ផ្លូវការរបស់ឯកឧត្តមគូចម្រើនបានឆ្លើយតបក៏ដូចជាចោទសួរជាសំណួរទៅលោកសាក់ថាលោកសាក់អើយដោយសារតែខ្ញុំចង់ដឹងនឹងហើយទើបបានទំនាក់ទំនងបានព័ត៌មានអំពីការខាត់ខ្លួនបាននៅប្រទេសវៀតណាមគិតត្រឹមពេលនេះពួកគាត់មិនទាន់ឆ្លងនីតិវិធីនៅខាងប្រទេសចប់នៅឡើយទេគេក៏មិនទាន់បានបញ្ជូនមកយើងផងតែខ្ញុំប្រញាប់សរសេរបង្ហោះព្រោះមិនចង់ឃើញជនរងគ្រោះផ្សេងទៀតលោកកំពុងគិតអំពីអ្វីស្រាប់តែអ្នកលេង Facebook បានចូលបញ្ចេញមតិថាសំណាងហើយនេះជួបលោកពូគូចម្រើនលោកតែងតែមានការយោគយល់បើប៉ះគេផ្សេងគឺស្ពៃហើយក្នុងនោះក៏មានគណនី Facebook មួយទៀតបានបញ្ចេញមតិបន្ថែមថានេះចេះលោកអភិបាលខេត្តបានបង្ហោះផ្សព្វផ្សាយទប់ស្កាត់ទាន់ពេលវេលានិងមិនឲ្យមានពលរដ្ឋដទៃទៀតរងគ្រោះចាញ់បោកមេខ្យល់ឬក្រុមរត់ពន្ធមនុស្សសង្ឃឹមថាសមត្ថកិច្ចនឹងចាប់មេខ្យល់បានឆាប់រីឯជនរងគ្រោះនឹងបានត្រឡប់មកជួបជុំគ្រួសារវិញ